បើជាដំបូងខ្ញុំបាទសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែវជាយោថ្ងៃនេះផងដែរគឺខ្ញុំនិយាយអំពី lab ទាំង5ដែលលោកគ្រូបានឲ្យមកជា IDM ថ្ងៃនេះផងដែរឥឡូវនេះយើងនិយាយអំពី lab ដំបូងទៅសម្រាប់ lab នេះគឺខ្ញុំធ្វើជា3ជំហានគឺជំហានទី1គឺយើងធ្វើការ export data ចូលនិងជំហានទី2គឺយើងនឹង show example ហើយជំហានទី3គឺយើងនឹង training វាសម្រាប់នេះគឺយើងធ្វើការ run តែម្ដងទៅនេះគឺយើង run បានជោគជ័យគឺវានឹងចេញអញ្ចឹងសម្រាប់នេះគឺយើងមានការ train data ផ្កាចំនួន3គឺមានឈ្មោះថាផ្កា Setosa ផ្កា Vigisa និង Watercolor ចំនួនផ្កាទាំង3ហ្នឹងហើយឲ្យវា select យកមួយដែលជាផ្កាចំនួនប្រកបហើយនេះកន្លែង show example ហ្នឹងគឺយើងឧទាហរណ៍ទៅនៃមួយគឺអាចនិយាយបានថាឲ្យវាបដូរពីអក្សរទៅជាលេខអញ្ចឹងមានន័យថា example 0ស្មើ example 0ឬក៏ example 1ដើម្បីឲ្យឃើញតើផ្កាមួយណាមានទំហំប៉ុណ្ណាអញ្ចឹងជាក់ស្ដែងឧទាហរណ៍0 label 0ផ្កាហ្នឹងគឺវាមានចំនួនទំហំ 5.1 ឬក៏ 3.5 ឬក៏ 0.2 អីចឹងទៅហើយយើងមានឧទាហរណ៍យើងច្រើនមែនតើមានរហូតនិយាយនោះឧទាហរណ៍ហ្នឹងគឺយើងអាចបញ្ឈប់វាឲ្យវានេះប៉ុណ្ណាអញ្ចឹងទៅសម្រាប់ lab ទី1គឺយើងមានតែប៉ុណ្ណឹងហើយយើងធ្វើការចូលមកកាន់ lab ទី2បន្ទាប់ពី KNN គឺវាពាក់ព័ន្ធនឹងមុនទៅអានេះគឺយើងទូទាយផ្កាមើលថាមួយទូទាយផ្កានេះដែលយើង swipe data គឺយើងមានចំនួន4ជំហានជំហានដំបូងគឺយើង swipe data copy code ផ្សេងកូដនេះប្រើ trend ឬក៏ test ឬក៏ swipe ដើម្បីបំបែក data ជាពីរផ្នែកអញ្ចឹង trending set ការបង្វិល model និង test set សម្រាប់សាកល្បងមើលតើភាពត្រឹមត្រូវរបស់វាឥឡូវនេះខ្ញុំចូលមកកាន់ run ខ្ញុំធ្វើការ run all សូមអូខេអានេះក៏ខ្ញុំ run បានជោគជ័យហើយគឺមានន័យថា model Canon classify ហ្នឹងគឺវាយើងកំណត់មើលដោយ K ហើយយើងធ្វើការ trend យើង set វាដល់បញ្ចូលវាដូចជា fit នៅលើ trending អាហ្នឹងដូចជាកន្លែងនេះអីជាស្ដែងគឺយើងមាន data របស់យើងដែលយើងបានសរសេរចូលគឺយើងមានលេខ10លេខ0អាហ្នឹង sample វាហើយ model រកចំណុចចាស់ៗដែលនៅចិត្តថ្មីនេះដើម្បីសម្រេចថាតើផ្កាជាប្រភេទផ្កាអ្វីអានេះ type flower នេះជាវាសូមកនេះជាប្រភេទផ្កា Virginica sorry ដឹងអានត្រូវអត់ទេអូខេឥឡូវនេះគឺយើងអស់ហើយគឺដូចជាវាមានតែប៉ុណ្្នឹងឥឡូវនេះខ្ញុំធ្វើការចូលមកកាន់ចំណុចបន្ទាប់ lab 3លេខទី3របស់យើងឥឡូវនេះយើងធ្វើការ run តែម្ដងទៅឥឡូវនេះយើង run វាបានជោគជ័យសម្រាប់ lab 3នេះគឺយើងមានចំនួន5ជំហានសម្រាប់ជំហានដំបូងនេះគឺយើង import data ចូលមកកាន់ library របស់យើងដែលយើងអាចនិយាយបានថាសម្រាប់ការបង្កើត model និង label enter code label enter code ហ្នឹងសម្រាប់បដូរលេខទៅជាបដូរអក្សរទៅជាលេខអញ្ចឹងទៅបាទហើយសម្រាប់ជំហានទី2គឺយើងបង្កើតទិន្នន័យគំរូឬក៏ data set ដែលមានសរសេរ return ការសងប្រាក់ឬនិងមួយទៀត merit status ហ្នឹងសម្រាប់ឋានភាពគ្រួសារនិង income ចំណូលហើយមួយទៀតនឹងការកិច្ចពន្ធសម្រាប់ជំហានទី3គឺយើងអាចនិយាយបានថាយើង enter code ដោយសារកុំព្យូទ័រមិនយល់អក្សរទេហើយអក្សរដូចជានេះyes no merit single អញ្ចឹងទៅគឺអត់ស្គាល់ទេហើយយើងប្រើ enter code នេះដើម្បីបដូរជាឧទាហរណ៍យើងបដូរពីអក្សរទៅលេខឧទាហរណ៍ no ស្មើ0 yes ស្មើ1អញ្ចឹងទៅសម្រាប់ជំហានទី4យើងធ្វើការ train data យើងបង្កើតជា model មួយសម្រាប់ប្រើប្រាស់បញ្ឈប់អាពាក្យ it ដើម្បីបង្វិល data ឲ្យស្គាល់ទិន្នន័យនោះសម្រាប់ជំហានចុងក្រោយគឺយើងអាចនិយាយបានថាយើងមានជំហានទី5គឺយើងធ្វើការទូទាយទៅលើទិន្នន័យថ្មីមួយដោយយើងលើកឧទាហរណ៍នេះលើកឧទាហរណ៍មនុស្សម្នាក់ដែលបាន return ហ្នឹងគឺស្មើ no សម្រាប់មួយទៀតMary status ហ្នឹងស្មើ single ហើយ income ហ្នឹងយើងស្មើលេខនេះឧទាហរណ៍នេះ income នេះគឺយើងស្មើលេខ85ហើយដើម្បីមើលថាតើមនុស្សម្នាក់ហ្នឹងកិច្ចពន្ធឬក៏អត់ហើយចំណុច lab 3នេះគឺអាចនិយាយថាមានតែប៉ុណ្ណឹងឥឡូវនេះយើងមកកាន់ Kman ជា lab ទី4របស់យើងមកនិយាយជាចំណុចបន្ទាប់គឺយើងនិយាយ Kman នេះសម្រាប់ Kman នេះគឺឡើងយើងធ្វើការអានសិនKman នេះជាប្រើ Kman នេះដើម្បីបែងចែកទិន្នន័យជាក្រុមឬក៏ cluster ដោយកំណត់ចំនួនជាក្រុមសម្រាប់នេះគឺខ្ញុំមាន array គឺខ្ញុំ set ចំនួនប៉ុណ្នេះដើម្បីឲ្យវាចេញហើយយើងប្រើ Kman ដើម្បីបង្វែរ model ហើយសម្រាប់ cluster assignment ដែលជា model បោះពីចម្ងាយនីមួយៗអាចនិយាយបានថាដាក់ចំណុចទៅជាក្រុមដែលនៅចិត្តបំផុតគឺយើងមានន័យថាយើង upload
control ដើម្បីវាស់គណនីទីតាំងថ្មីដើម្បីធ្វើឡើងវិញរហូតដល់ឡើងមានការផ្លាស់ប្ដូរសម្រាប់នេះគឺអ្នកអាចនិយាយថាវាមានការផ្លាស់ប្ដូររហូតដល់លទ្ធផលចុងក្រោយគឺវានៅ fade អាចថាវានៅចំណុចដដែលអានេះ caster នេះគឺវាមានការផ្លាស់ប្ដូរឥឡូវនេះយើងនេះសម្រាប់នេះគឺយើងគឺឡើងវារកឡើងមានការផ្លាស់ប្ដូរហើយនេះ K-min របស់យើងគឺមានប៉ុណ្ណឹងឥឡូវនេះយើងចូលមកដល់ចំណុចចុងក្រោយបាទឥឡូវនេះយើងចូលមកកាន់ lab ទី5និយាយពី DB scan នេះហើយក៏ជា lab ចុងក្រោយដែរនៃមេរៀនរបស់យើងនេះខ្ញុំធ្វើការ run វាគឺយើងនិយាយពីកម្រិតហើយmini sample ហ្នឹងចំនួនអាកប្បកិរិយាដើម្បីបង្កើតជាក្រុមអញ្ចឹងទៅហើយអានេះគឺយើងមានប៉ុណ្នេះសម្រាប់អានេះគឺយើងអត់ទាន់នេះទេសម្រាប់កន្លែងចុងក្រោយនេះគឺយើងថា noise អាពណ៌ក្រហមនេះហើយ caster zone នេះអាពណ៌ Q ហើយ caster នេះទៅ caster polychrome នេះពណ៌នេះ caster 1ហើយយ៉ាងណាផលិតផលក្រុមនីមួយៗគឺមានពណ៌ខុសគ្នានិងចំណុចnoise ត្រូវបានបំបែកអាចនិយាយថាវាបំបែកពីគ្នាហ្នឹងទៅហើយសម្រាប់ការ present របស់ខ្ញុំគឺមានតែប៉ុណ្ណឹងហើយជាចុងក្រោយសូមអរគុណលោកគ្រូហើយអរគុណលោកគ្រូដែលបានមើលវីដេអូនេះចប់វីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូ